ទាំងដែលមានមនុស្សតែ4នាក់ញ៉ាំបាយសោះតែអ៊ំស្រីតែងតែទិញអីវ៉ាន់មួយថងធំរហូតអ៊ំស្រីខ្ញុំឲ្យកាត់ទិញអីវ៉ាន់ទៅអ៊ំគ្រាន់តែទិញតាមបញ្ជីរបស់ខ្ញុំទៅបានហើយអ៊ំស្រីមិនបានកាត់ទិញអីវ៉ាន់អស់លុយរលីងចឹងខ្ញុំមិនបានប្រាប់ឲ្យអ៊ំទិញតាមបញ្ជីទេអីមិនក៏ចាយលុយអស់ច្រើនម្ល៉េះគ្រូសាក្មួយញ៉ាំរបស់ល្អខ្ញុំខំរើសទិញតែរបស់បញ្ចុះតម្លៃផងទោះបញ្ចុះតម្លៃយ៉ាងណាក៏មួយថ្ងៃមិនអាចចាយអស់រាប់ពាន់ដែរមនុស្សក្នុងផ្ទះច្រើនយ៉ាងនេះម៉ាក់ក្មួយសុខភាពមិនសូវល្អទៀតអាហារបំពន់ផ្លែឈើសុទ្ធតែត្រូវទិញមែនទេម្យ៉ាងទៀតរបស់ខ្វះខាតក្នុងផ្ទះបាយមានច្រើនណាស់ខ្ញុំក៏ឆ្លៀតទិញបន្ថែមបន្តិចដែរឥឡូវក្មួយមកដល់ភ្លាមក៏ឆែកកិននេះភ្លាមខ្លាចខ្ញុំកឹបកេងលុយបន្តិចបន្តួចរបស់ក្មួយមែនទេបារីនឹងស្រាថ្លៃពីយួរផលិតផលថែរក្សាស្បែកនាំចូលមួយឈុតអ៊ំប្រាប់ខ្ញុំមកតើរបស់ទាំងនេះក៏សម្រាប់ពើសុខភាពម៉ាក់ខ្ញុំដែរខ្ញុំគ្រាន់តែជួយទិញផ្ញើគេតាពេលក្រោយគេនឹងឲ្យលុយខ្ញុំវិញហើយជួយទិញផ្ញើនរណាទិញផ្ញើគេរហូតដល់កាត់ខ្ញុំមានបានសុំការអនុញ្ញាតពីខ្ញុំទេគ្រាន់តែចាយលុយបន្តិចបន្តួចសោះគ្រូសាតែមួយចាំបាច់គិតគូរច្បាស់លាស់ម្ល៉េះឥឡូវក្មួយមានបានហើយក៏ចេះការពារសាច់ញាតិបែបនេះអ៊ំស្រីម្នាក់នេះអាចធ្វើបាបក្មួយបានឬយ៉ាងម៉េចថ្ងៃនេះអ៊ំឯងគួរតែសងលុយគ្រប់សេនមកខ្ញុំវិញមានរឿងអីហ្នឹងវ៉ាន់ឈីងមិនក៏កូនមកដល់ភ្លាមឆ្លោះគ្នាភ្លាមចឹងបងស្រីបងចេញមកល្មមខ្ញុំពិតជាធ្វើបុណ្យបានបាបមែនខ្ញុំនៅផ្ទះបងហត់ចង់បាក់ចង្កេះទៅហើយតែវ៉ាន់ឈីងមកដល់ភ្លាមក៏មកសួរដេញដល់ខ្ញុំធ្វើដូចខ្ញុំបានធ្វើរឿងអាក្រក់ស្អីចឹងវ៉ាន់ឈីងតើមានរឿងអីឲ្យប្រកាសម៉ាក់មើលខ្លួនឯងទៅមិនក៏ទិញច្រើនម្ល៉េះឆាវចិនវ៉ាន់ឈីងមិនបានប្រាប់ឲ្យឯងទិញតាមបញ្ជីទេអីរបស់អស់នេះមិនមានក្នុងបញ្ជីទេបងស្រីខ្ញុំមិនមែនគិតថាបងសុខភាពមិនល្អទើបទិញអាហារបំពន់ឲ្យបងច្រើនបន្តិចទេអីម្យ៉ាងទៀតយូខ្ញុំបានចេញក្រៅម្ដងជួយទិញអីវ៉ាន់ផ្ញើគេបន្តិចបន្តួចមានអីធំដុំទៅគ្រូសាតែមួយចាំបាច់គិតគូម្ល៉េះគ្រូសាតែមួយល្អណាស់យកលុយខ្ញុំទៅទិញអីវ៉ាន់ឲ្យគេពេលខ្ញុំចាប់បានក៏និយាយថានិយាយទៅការគិតលុយនេះឯងពូកែគិតណាស់ឯងកុំឈរនិយាយមិនជឿចង្កេះអីឯងមួយឆ្នាំទល់មួយឆ្នាំមិនចូលផ្ទះបើមិនមែនខ្ញុំមើលថែម្ដាយឯងអាចទៅធ្វើការដោយស្ងប់ចិត្តទេនិយាយឲ្យចំទៅឯងគឺមើលងាយខ្ញុំគិតថាខ្ញុំជាអ្នកស្រែបានហើយនិយាយតិចទៅវ៉ាន់ឈីងអូនក៏កុំឆេវឆាវពេកសុទ្ធតែសាច់ញាតិទេម៉ាក់ដល់ពេលនេះនៅនិយាយកាន់ជើងគាត់ទៀតម៉ាក់មើលមិនដឹងទេថាគាត់ចាត់ទុកពួកយើងជាមនុស្សល្ងងនោះលីនវ៉ាន់ឈីងខ្ញុំប្រាប់ឯងបើខ្ញុំមិនយកយល់មុខម្ដាយឯងទេខ្ញុំទៅបាត់យូរហើយចឹងឥឡូវមីងអាចទៅបានហើយឯងដេញខ្ញុំចាប់ពីថ្ងៃនេះទៅមីងមិនបាច់នៅផ្ទះខ្ញុំទៀតទេប៉ុន្មានថ្ងៃនេះដែលមីងបានជួយខ្ញុំនឹងគិតលុយឲ្យមីងតាមថ្ងៃឲ្យច្បាស់លាស់ឯងចាំមើលទៅគង់តែមានថ្ងៃស្ដាយក្រោយដែលធ្វើដាក់ខ្ញុំបែបនេះនៅថ្ងៃនេះទេនៅនឹងមុខខ្ញុំហ៊ានដល់ថ្នាក់នេះក្រោយខ្នងលួចលាក់ទុកប៉ុន្មានទៅមើលទៅរឿងនេះមិនចប់ងាយទេសម្បុកត្រចៀកកម្មអស់រលីងកាត់ទិញអីវ៉ាន់ក៏បាត់អស់ប៉ុន្មានសន្លឹកដែរម៉ាក់ខ្សែកដែលម៉ាក់ឲ្យកូនបាត់ហើយទូកុំយំម៉ាក់ច្បាស់ជារកខ្សែកឲ្យកូនវិញម៉ាក់មើលទូសិនទៅខ្ញុំចុះទៅក្រោមមួយផ្លែតស៊ីវលីនឬថាសាច់ញាតិផ្ទះឯងយកមិញទៅបាត់ហើយបងចាងខ្ញុំចង់សួរបងរឿងមួយរយៈនេះបងមានឃើញសាច់ញាតិផ្ទះខ្ញុំយកអីវ៉ាន់ចេញទៅក្រៅទេអូយខ្ញុំក៏ចង់ប្រាប់ឯងដែរមីងផ្ទះឯងនេះមួយរយៈនេះចេះតែយូថងប៉ោងចុះមកក្រោមដំបូងខ្ញុំស្មានតែផ្ទះឯងបោសសម្អាតអីវ៉ាន់ចាស់ក្រោយមកមានម្ដងគាត់អង្គុយចង់ថងនៅមាត់ជណ្ដាលយន្តខាងក្នុងសុទ្ធតែជារបស់ញ៉ាំពេលនោះខ្ញុំនៅឆ្ងល់ផ្ទះឯងមិនក៏យកអីវ៉ាន់ចេញទៅក្រៅរាល់ថ្ងៃចឹងគាត់ឧស្សាហ៍ធ្វើចឹងមែនមិនមែនតែម្ដងទេពីថ្ងៃមុនខ្ញុំនៅឃើញគាត់យូកេះក្រដាសធំមួយចេញទៅទៀតអរគុណបងចាងមួយជីវិតខ្ញុំនេះមិនដែលខឹងបែបនេះទេខ្ញុំមានបំណងល្អចូលក្រុងមកមើលថែបងជីដូនមួយធ្វើម្ហូបបោកខោអាវមើលក្មេងលទ្ធផលយប់មិញលីនវ៉ាន់ឈីងនិងម្ដាយនាងរួមគំនិតគ្នាសម្លុតខ្ញុំជាចាស់ទុំម្នាក់ត្រូវនាងសួរដេញដល់បែបនេះតើខ្ញុំរស់នៅមានន័យអីទៀតគេមកជួយហើយមិនឲ្យទឹកមុខល្អក៏ហីចុះនៅហ៊ានវីគេទៀតមានលុយអស់ចាណាស់មែនទេនាងក៏មិនខ្លាចចាស់ខូចចិត្តដែរម៉ាក់កុំទាន់អាល់មាត់គាត់ឥឡូវកំពុងតែរងចាំពួកយើងបកស្រាយម៉ាក់កាន់តែនិយាយគាត់កាន់តែបានចិត្តមនុស្សទាំងនេះមិនដឹងអីទាំងអស់ចេះតែជេរនាងតាមគេតាមឯង
គាត់ស្មានថាខ្ញុំនឹងឆ្លោះជាមួយគាត់នៅក្នុងគ្រប់អញ្ចឹងខ្ញុំមិនខ្វល់ពីគាត់ទេមិនលុះទេមិនខឹងអ្វីសោចាំខ្ញុំបញ្ចេញភស្តុតាងគាត់នឹងលែងហ៊ាននិយាយអីទៀតហើយលីវឆាវចិននេះជាភស្តុតាងដែលអ្នកចង់បានមែនទេមិនចូលចិត្តយំនៅក្នុងគ្រប់ទេមែនទេអញ្ចឹងខ្ញុំឲ្យអ្នកយំឲ្យធម្មតាចង់ដឹងការពិតយប់នេះម៉ោង 7 មកផ្ទះខ្ញុំអ្នកណាគិតថាខ្ញុំធ្វើបាបលីវឆាវមីអ្នកនោះមកចុះមិនមែនចង់ដឹងការពិតទេមែនទេឥឡូវមើលទៅនេះគឺពួកនាងកាត់ដោយចិត្តណាភស្តុតាងបែបនេះគ្រប់គ្រាន់ហើយឬនៅឥឡូវចាប់ផ្ដើមនាងសារភាពខ្លួនឯងមកយករបស់អីខ្លះពីផ្ទះយើងនិយាយឲ្យច្បាស់ម្ដងមួយខ្ញុំអាចលើកលែងឲ្យនាងបានខ្ញុំគ្រាន់តែយកនាងនិយាយមួយម៉ាត់ទៀតខ្ញុំប្តឹងប៉ូលីសហើយខ្ញុំគ្រាន់តែយកការទិញទំនិញពីរបីសន្លឹកសម្បុកត្រចៀកកម្មត្រូវខ្ញុំលក់បាត់ហើយយកលុយការទិញទំនិញទៅទិញស្រានិងបារីថ្លៃអញ្ចឹងនាងសងតាមតម្លៃដើមទៅអីគេអាចសងបានសងឥឡូវនេះមិនអាចសងបានសងជាលុយថ្ងៃនេះមិនដោះស្រាយឲ្យច្បាស់ទេនាងកុំសង្ឃឹមថាអាចចេញពីទីនេះបានដោយស្រួលខ្ញុំមានលុយច្រើនឯណាអញ្ចឹងប្តឹងប៉ូលីសឲ្យប៉ូលីសជួយគិតលុយឲ្យនាងកុំប្តឹងប៉ូលីសអីមិនចង់ប្តឹងប៉ូលីសក៏សងលុយមកហើយឆ្លៀតឱកាសនេះយកពាក្យដែលឯងនិយាយក្នុងគ្រប់ត្រឡប់ទៅវិញផងវ៉ាន់ឈីងខ្ញុំសារភាពហើយឯងចាំបាច់បង្ខំខ្ញុំដល់ថ្នាក់នេះមែនទេកុំមកធ្វើជាគួរឲ្យអាណិតនៅទីនេះពេលឯងយករបស់មិនឃើញឯងដៃទុនសោះខ្ញុំអាចសងបានប៉ុណ្ណាសងប៉ុណ្ណឹងសិនខាងក្រោយខ្ញុំសងឯងបន្តិចម្ដងបានទេឯងគិតថាឯងនៅមានសិទ្ធិថ្លៃទៀតមែនទេយោងតាមការខាតបង់ក្នុងបញ្ជីសរុបទាំងអស់ 15000 មិនឯងមិនទៅប្លន់ទៅអញ្ចឹងឥឡូវឯងចេញទៅយើងជួបគ្នានៅតុលាការឥឡូវឯងអាចវេរលុយបានហើយក្នុងកាប់ខ្ញុំគ្មានលុយច្រើនម្ល៉េះទេថ្ងៃនេះខ្ញុំមិនខ្វល់ថាឯងប្រើវិធីអីក៏ដោយតែបើថ្ងៃនេះឯងទូទាត់មិនរួចទេឯងកុំសង្ឃឹមថាបានចេញពីទ្វារនេះឲ្យសោះឆាប់វេរលុយឲ្យខ្ញុំឥឡូវកុំសួរច្រើនពេកលុយសងហើយតែឯងនៅមិនទាន់សុំទោសទេមែនទេឯងកុំហួសហេតុពេកអញ្ចឹងយើងទៅតាមផ្លូវច្បាប់ទៅរឿងម្សិលមិញគឺខ្ញុំខុសខ្ញុំបានយករបស់ពីផ្ទះវ៉ាន់ឈីងខ្សែក្មេងក៏ខ្ញុំជាអ្នកដោះដែរវ៉ាន់ឈីងមិនបានទម្លាក់កំហុសឲ្យខ្ញុំទេគឺខ្ញុំធ្វើខុសខ្លួនឯងខាត់តែម្សិលមិញពួកយើងជួយនិយាយជំនួសឯងតាមពិតឯងជាអ្នកយកសោះចុះម្សិលមិញឯងនៅយំដល់ថ្នាក់នឹងទៀតនេះពិតជាមិនសមសោះឥឡូវចេញពីផ្ទះខ្ញុំទៅលីនវ៉ាន់ឈីងថ្ងៃនេះឯងធ្វើដាច់អាឡ័យម្លឹងថ្ងៃក្រោយកុំស្ដាយក្រោយបើមិនទៅទៀតខ្ញុំឲ្យឯងសំបីតែឱកាសស្ដាយក្រោយក៏គ្មានដែរខ្ញុំពិតជានឹកស្មានមិនដល់សោះថានាងអាចធ្វើរឿងបែបនេះកន្លងផុតអស់ហើយលើកនេះលីវឆាវចិនចាត់ទុកថាបរាជ័យទាំងស្រុងហើយខ្ញុំស្មានថានាងនឹងស្ងាត់បានប៉ុន្មានថ្ងៃនឹកស្មានមិនដល់ថានាងនាំបញ្ហាធំជាងនេះមកទៀតថ្ងៃក្រោយកុំមកយំរៀបរាប់ទៀតយប់មិញពួកយើងស្ទើរតែត្រូវឯងបោកហើយយករបស់ផ្ទះក្មួយស្រីឯងពិតជាហ៊ានធ្វើមែនម្នាក់ឈរនិយាយមិនឈឺចង្កេះទេអេស៊ីវចិនជួយយកអីវ៉ាន់ផ្ញើឲ្យបន្តិចអូនាងមិនមែនចង់ឲ្យខ្ញុំខ្មាស់គេទេអញ្ចឹងខ្ញុំក៏ឲ្យនាងភ្លក់រសជាតិថាអ្វីទៅជាការពិបាកត្រង់រស់នៅបានសមរម្យណាស់នាងការពារខ្ញុំទៀតផងខ្ញុំឲ្យនាងថតមិនមែនចូលចិត្តស្អាតបាត់ទេមិនមែនចូលចិត្តភាពថ្លៃថ្នូរទេខ្ញុំឲ្យនាងថ្លៃថ្នូរឲ្យគ្រប់គ្រាន់កុំទាន់អាលអលឿនពេកខ្ញុំចុះទៅធ្វើម្ហូបសិនបន្តិចទៀតបងទៅទទួលម៉ាក់នឹងតូតូផង
តើអ្នកណាជាអ្នកធ្វើម៉ាក់នៃណាម៉ាក់នាំតូតូនៅផ្សារទំនើបខាងក្រោមមានរឿងអីកុំទាន់ឲ្យត្រឡប់មកវិញចាំឈិនម៉ូនៅផ្សារទំនើបសិនមានរឿងអីផ្ទះត្រូវគេកាយអស់ហើយស្អីគេកូនប្តឹងប៉ូលីសឬនៅខ្ញុំមើលសិនម៉ាក់កុំនាំតូតូឡើងមកអូខេម៉ាក់មិនត្រឡប់ទៅវិញទេម៉ាក់ចាំនៅខាងក្រោមឈិនម៉ូបងឆាប់ត្រឡប់មកវិញមកផ្ទះត្រូវគេវីកំទេចហើយអូនកុំប៉ះពាល់កន្លែងកាត់ហេតុបងត្រឡប់ទៅវិញឥឡូវនេះចាស់ម៉ាក់នឹងតូតូនៅផ្សារទំនើបខាងក្រោមបងទៅទទួលពួកគាត់សិនទៅអូនបើកទ្វារចោលសិនទៅ20នាទីទៀតបងទៅដល់ម៉ាក់យកតូតូទៅផ្ទះបងស្រីចាំងសិនទៅមើលចុះពិតជាហួសហេតុពេកហើយខ្ញុំនឹងប្តឹងប៉ូលីសឥឡូវនេះមានមុខសញ្ញាដែលសង្ស័យទេមើលចុះតើអ្នកចង់ទាមទារអ្វីខ្លះចាត់ការតាមច្បាប់បានជួបផ្ទះគេដោយខុសច្បាប់បំផ្លាញទ្រព្យសម្បត្តិដោយចេតនាទាំងនេះត្រូវតែចាត់ការតាមច្បាប់មិនក៏នាងធ្វើបែបនេះម៉ាក់កុំទាន់ប៉ះអីនេះជាទង្វើរបស់មនុស្សមែនទេឥឡូវក្មេងនៅណានៅផ្ទះអ្នកជិតខាងកុំទាន់ឲ្យក្មេងមកវិញចាំពួកយើងប្រមូលភស្តុតាងរួចសិនចាំគិតទៀតនរណាគេប៉ុស្តិ៍ប៉ូលីសតើអ្នកគឺលីវសេវចិនមែនទេរសៀលនេះអ្នកបានទៅផ្ទះលីនវ៉ាន់ឈីមែនទេអត់ទេខ្ញុំទៅផ្ទះនាងធ្វើអីកាមេរ៉ាសុវត្ថិភាពបានថតទុកហើយអ្នកជាប់សង្ស័យពីបទចូលផ្ទះគេដោយខុសច្បាប់ឥឡូវនេះសូមអ្នកមកប៉ុស្តិ៍ប៉ូលីសភ្លាមដើម្បីសហការស៊ើបអង្កេតកាមេរ៉ាអីគេនាងចង់ធ្វើបាបខ្ញុំមែនទេខ្ញុំមិនបានយករបស់នាងទេកាមេរ៉ាសុវត្ថិភាពបានថតទុកអស់ហើយឥឡូវអ្នកនិយាយទាំងនេះគ្មានប្រយោជន៍ទេមិនបានយករបស់ទេតែផ្ទះខ្ញុំរញ៉េញ៉ៃបែបនេះគឺស្នាដៃអ្នកហើយនាងកុំចេះតែនិយាយផ្ដេសផ្ដាសអ្នកគួរតែមកដោយខ្លួនឯងកុំចាំដល់ពួកយើងទៅរកម៉ាក់ខ្ញុំនឹងហឺឆឹងទៅធ្វើកំណត់ហេតុម៉ាក់ទៅយកតូតូមកផ្ទះបងស្រីចាំងសិនទៅយប់នេះកុំឲ្យគេមកដេកនៅទីនេះអីពួកឯងទៅចុះទុកក្មេងឲ្យម៉ាក់ជាអ្នកមើលថែសម្មិតខ្ញុំពិតជាអយុត្តិធម៌ណាស់អ្នកមើលខ្លួនឯងទៅខ្ញុំគ្រាន់តែខឹងមួយឆាវប៉ុណ្ណោះខឹងមួយឆាវក៏អាចចូលទៅវីកំទេចរបស់របបផ្ទះគេដែរវ៉ាន់ឈីងមួយរយៈមុនខ្ញុំសង្លុយអស់ហើយមិនក៏អ្នកនៅតែមិនព្រមដោះលែងខ្ញុំទៀតមិនមែនខ្ញុំមិនដោះលែងអ្នកទេគឺអ្នកខ្លួនឯងជាអ្នកមករកខ្ញុំគ្រាន់តែចង់ទៅនិយាយជាមួយអ្នកពីរម៉ាត់និយាយពីរម៉ាត់ត្រូវវីកំទេចកាមេរ៉ាសុវត្ថិភាពសិនខ្ញុំនោះគឺអ្នកនោះគឺស្អីអ្នកធ្វើឲ្យផ្ទះយើងคล้ายជាបែបនេះរកលេសដើម្បីគេចវេះពីការទទួលខុសត្រូវឆ្លើយសំណួរសិនលួចយករបស់ទៅទុកណែណាខ្ញុំមិនបានយកទេអញ្ចឹងពួកយើងឥឡូវឆែកមើលនៅនឹងកន្លែងកុំឆែកនៅថាមិនបានយកទៀតខ្ញុំគ្រាន់តែយកតាមដៃយកតាមដៃគឺជាទម្លាប់ល្អមួយវ៉ាន់ឈីងខ្ញុំដល់ថ្នាក់នេះហើយអ្នកនៅចង់យ៉ាងម៉េចទៀតធ្វើតាមនីតិវិធីគឺអ្នកដើរចូលទៅក្នុងទីជ្រៅដោយខ្លួនឯងឆេនយៀនជួយនិយាយជាមួយនាងផងសុទ្ធតែជាសាច់ញាតិនឹងគ្នាសាច់ញាតិពេលអ្នកលួចរបស់ក្នុងផ្ទះតើធ្លាប់គិតថាជាសាច់ញាតិទេអ្នកថាខឹងមួយឆាវក៏រត់ទៅផ្ទះគេប៉ុន្តែនេះមិនមែនដោយសារអ្នកលួចរបស់គេមុនទើបទៅជាបែបនេះទេលើកនេះអ្នកធ្វើត្រូវហើយពីមុនអ្នកគិតពីមនោសញ្ចិតនាសាច់ញាតិបានទុកផ្លូវឲ្យនាងហើយនាងមិនស័ក្តិសមទេនាងមិនក៏ទៅផ្ទះវ៉ាន់ឈីងទៀតហើយម្សិលមិញមិនមែនសង្លុយអស់ហើយទេលើកនេះពិតជាហួសហេតុពេកហើយ
រឿងវ៉ាន់ឈីងតើជាការពិតទេមិនដឹងទេខ្ញុំក៏ទើបតែឃើញវ៉ាន់ឈីងលើកនេះអ្នកកុំចិត្តទុនឲ្យសោះគួរដោះស្រាយយ៉ាងម៉េចក៏ដោះស្រាយអញ្ចឹងទៅពីមុនពិតជាពួកយើងមើលរំលងហើយរឿងដល់ថ្នាក់នេះលីវឆាវលើកនេះពិតជាចប់ហើយគ្មានអ្នកណានឹងជួយនាងប្រមូលរឿងទៀតទេម៉ាក់លើកមុនមីងធ្វើឲ្យកូនទន្សាយខ្ញុំខូចហើយតើគាត់នៅអាចជួសជុលបានទេម៉ាក់ទិញកូនទន្សាយថ្មីមួយឲ្យកូនតែខ្ញុំនៅតែចូលចិត្តរបស់ដើមអញ្ចឹងជួសជុលរបស់ដើមរួចរាល់ហើយឬនៅខ្ញុំចាត់ការរួចរាល់ហើយដើមឡើយខ្ញុំក៏គិតថារឿងរ៉ាវមកដល់ត្រឹមនេះគួរតែបញ្ចប់ទាំងស្រុងហើយរឿងកន្លងផុតទៅមិនដល់មួយខែផងលីវឆាវចិនស្រាប់តែមានសកម្មភាពទៀតហើយគាត់មិនបានមករកខ្ញុំទេតែបដូរកន្លែងបន្តធ្វើច្រដើមគាត់បានទៅផ្ទះបងប្អូនជីដូនមួយឆ្ងាយឈ្មោះចៅឡានជាមុនឡានឲ្យខ្ញុំពិតជាគ្មានកន្លែងទៅទេមិនអញ្ចឹងមីងកុំនិយាយអីឥឡូវនេះគេឈ្មោះខ្ញុំនៅខាងក្រៅខូចអស់ហើយគ្មានអ្នកណាជួខ្ញុំទេមិនមែនថារឿងនោះកន្លងផុតទៅហើយទេកន្លងផុតទៅងាយស្រួលម្លេះវ៉ាន់ឈីងឥឡូវនេះនិយាយពីខ្ញុំដូចមនុស្សអាក្រក់អញ្ចឹងសាច់ញាតិឃើញខ្ញុំសុទ្ធតែកិច្ចចុះមីងមកកន្លែងខ្ញុំនេះគឺចង់ស្នាក់នៅប៉ុន្មានថ្ងៃមែនទេស្នាក់នៅតែ2ថ្ងៃទេខ្ញុំសម្រាប់បន្តិចចាំកូនប្រុសខ្ញុំរៀបចំរួចរាល់ខ្ញុំនឹងទៅហើយមិនអីទេក៏ពិបាកនឹងរុញច្រានសាច់ញាតិចេញក្រៅដែរដំបូងឡើយខ្ញុំមិនបានដឹងរឿងទាំងនេះទេរហូតដល់ថ្ងៃត្រង់នេះពេលសម្រាប់ថ្ងៃត្រង់អូ Facebook អូឃើញផុសមួយនៅតែសាច់ញាតិខ្លួនឯងទៅពឹងពាក់បានមីងឆាវចិនមកដល់ហើយខ្ញុំស្រួលខ្លួនជាងមុនច្រើនធ្វើម្ហូបមើលកូនធ្វើបានគ្រប់យ៉ាងពិតជាជួយបានច្រើនមែនឆាវចិនពិតជាឧស្សាហ៍មែនក្នុងផ្ទះមានមនុស្សចាស់ជួយមើលការខុសត្រូវគឺមិនដូចគ្នាទេរឿងវ៉ាន់ឈីងកន្លងផុតទៅហើយមែនទេកុំខឹងអីបងមើលទៅគាត់ទៅរស់នៅផ្ទះអ្នកផ្សេងទៀតហើយគាត់ពិតជាមិនចេះខ្មាស់គេមែនចរិតចៅឡានទុនភ្លុនជាងបងទៅទៀតអូនខ្លាចថាគាត់នឹង8/10ហើយចង់ប្រាប់ចៅឡានត្រង់តែម្ដងទេគ្រាន់តែនិយាយគេប្រហែលជាមិនជឿទេអញ្ចឹងទុកឲ្យគាត់ទៅឡានខ្ញុំសួរឯងសិនបងជីដូនមួយថ្មីនេះរវល់ទេមិនរវល់ទេមួយរយៈមុនម្ដាយក្មេកចូលពេទ្យឥឡូវបានធូរច្រើនហើយខ្ញុំទើបតែអូសឃើញ Facebook ឯងមីងឆាវទៅផ្ទះឯងហើយមែនទេមិនអញ្ចឹងអីគាត់ប៉ុន្មានថ្ងៃនេះទាំងធ្វើម្ហូបទាំងទទួលកូនមាត់ក៏ផ្អែមទៀតធ្វើឲ្យម្ដាយក្មេកខ្ញុំសប្បាយចិត្តណាស់ផ្ទះឯងថ្មីនេះត្រូវតែទុកដាក់របស់របរឲ្យបានល្អឯងមានន័យថាម៉េចរឿងផ្ទះខ្ញុំឯងគួរតែធ្លាប់លឺហើយវ៉ាន់ឈីងខ្ញុំខ្លាចផ្ទះឯងមានរឿងទើបប្រាប់ឯងឲ្យដឹងមុនឯងខ្លួនឯងប្រយ័ត្នប្រយែងទៅដាក់កាមេរ៉ាសុវត្ថិភាពមើលទៅមើលអីហ្នឹងវ៉ាន់ឈីងផ្ញើមកវ៉ាន់ឈីងនិយាយត្រូវហើយការពារបន្តិចទៅមិនខាតទេបើដាក់កាមេរ៉ាមែនត្រូវគាត់ដឹងគិតយ៉ាងម៉េចដាក់ក្នុងផ្ទះខ្លួនឯងតើបានដាក់ក្បាលដំណេកគាត់ឯណាតែគាត់ក៏ជាចាស់ទុំដែរអូនឯងនេះគឺគិតច្រើនពេកហើយលើកមុនអូនឯងមិនមែនប្រាប់ថាក្នុងផ្ទះចេះតែបាត់របស់កំពេចកំពុកទេអីបងស្មានតែអូនឯងភ្លេចភ្លាំងឥឡូវមើលទៅមិនប្រកបទេបងនិយាយអញ្ចឹងហាក់ដូចជាអញ្ចឹងមែនខ្ញុំដឹងហើយថ្ងៃស្អែកខ្ញុំនឹងដាក់រកលេហើយជាងមកជួសជុលខ្សែភ្លើងទីបំផុតក៏ឲ្យជាងដាក់កាមេរ៉ាបានសម្រេចឡានមិនមែនមីងនិយាយទេកូនឯងរើសម្ហូបណាស់គឺដោយសារតែធម្មតាធ្វើម្ហូបល្អិតល្អន់ពេកដូចមីងធ្វើមួយពេលនេះវាមិនមែនញ៉ាំអស់ពីចានទេអីលំបាកមីងឆាវហើយសុទ្ធតែជាមនុស្សមួយគ្រួសារមីងឆាវមីងគិតថានឹងស្នាក់នៅដល់ពេលណាស្នាក់នៅប៉ុន្មានថ្ងៃសិនទៅចាំមើលប្អូនថ្លៃឯងឆ្លើយតបមកវិញសិនអូប្តីឯងនេះតើគេធុញខ្ញុំមែនទេគ្មានទេគាត់គឺចរិតអញ្ចឹងខ្ញុំប្រាប់ហើយតើខ្ញុំជាយាយចាស់ម្នាក់អាចយកកន្លែងធំប៉ុណ្ណាទៅកាមេរ៉ាដាក់បាន2ថ្ងៃហើយគ្មានរឿងអីកើតឡើងសោះតើលីនវ៉ាន់ឈីងគិតច្រើនពេកទេដឹងបងណែណាក្រុមហ៊ុនមានរឿងអីកាមេរ៉ាសុវត្ថិភាពថតបានថាលីវឆាវម៉ៃយកប្រអប់តូចមួយចេញពីបន្ទប់ដេកអូនកុំទាន់អាល់ទេទៅសួរគាត់ចុះត្រូវធ្វើម៉េចយប់នេះចាប់ឲ្យបានស្តែងតែម្ដងឬមួយក៏ពួកយើងប្តឹងប៉ូលីសសិនទៅទុកភស្តុតាងឲ្យបានគ្រប់គ្រាន់សិនអូនពិតជានឹកស្មានមិនដល់សោះថាគាត់ធ្វើបែបនេះឥឡូវជឿវ៉ាន់ឈីងហើយមែនទេពីមុនអូនគិតថានាងនិយាយធ្ងន់ធ្ងរពេក
បន្តិចទៀតអូនចូលទៅមុនទៅធ្វើខ្លួនឲ្យដូចធម្មតាមកវិញហើយខ្ញុំបានរំងាស់ស៊ុបឲ្យអ្នកទាំងអស់គ្នាពួកឯងកើតអីហ្នឹងមីងឆៅមីយកកាបូបមីងមកទីនេះឯងចង់ធ្វើអីហ្នឹងសួរចម្លើយមនុស្សអាក្រក់មែនជាមនុស្សអាក្រក់ឬអត់មីងដឹងខ្លួនឯងច្បាស់ហើយចុះប្រអប់នៅក្នុងបន្ទប់ខ្ញុំនោះប្រអប់អីគេឯងមើលខ្លួនឯងទៅមីងគ្រាន់តែមើលតែប៉ុណ្ណោះមើលមិនក៏ញ៉ាត់ចូលក្នុងអាវខ្លួនឯងដើមឡើយមីងចង់ជួយទុកដាក់ឲ្យឡានឲ្យបានស្រួលបួលទេមីងនៅតែមិនព្រមសារភាពទៀតភុស្តាំងនៅនឹងមុខហើយតើមានហេតុផលអីមីងបើកវាដោយខ្លួនឯងទៅឬក៏ឲ្យខ្ញុំប្តឹងប៉ូលីសឲ្យមកបើកឯងរករឿងនៅផ្ទះវ៉ាន់ឈីងម្ដងមិនទាន់គ្រប់ទេនៅមករករឿងដល់ផ្ទះខ្ញុំទៀតតើលីនវ៉ាន់ឈីងបាននិយាយអីប្រាប់ឯងមែនទេនាងគ្រាន់តែប្រាប់ឲ្យខ្ញុំប្រយ័ត្នខ្លួនបើគុំតែខ្ញុំបានដាក់កាមេរ៉ាសុវត្ថិភាពខ្ញុំពិតជាមិនដឹងទេថាមីងធ្វើបែបនេះដាក់ខ្ញុំពីក្រោយខ្នងនេះគឺជាការទិញទំនិញរបស់ខ្ញុំមិនមែនដូចអ្វីដែលពួកឯងគិតនោះទេអញ្ចឹងមីងនិយាយមកមីងគ្រាន់តែយកវាមកទុកសិនមីងនៅផ្ទះវ៉ាន់ឈីងក៏និយាយបែបនេះដែរឥឡូវនេះខ្ញុំនឹងទៅវ៉ាន់ឈីងឈរនៅនឹងកុំកំរើកបងស្រីកាត់អីហ្នឹងវ៉ាន់ឈីងឯងនិយាយត្រូវហើយថតបានហើយមែនទេថតបានហើយរបស់ខ្ញុំទាំងអស់គឺនៅក្នុងកាបូបគាត់បានប្តឹងប៉ូលីសហើយឬនៅកំពុងតែរៀបចំប្តឹងទៅកុំសម្របសម្រួលអីវ៉ាន់ឈីងហេតុអីបានជាឯងធ្វើបែបនេះដាក់មីងខ្ញុំនឹងទៅទីនោះឥឡូវនេះសុទ្ធតែជាសាច់ញាតិនឹងគ្នាពួកឯងលើកលែងឲ្យមីងម្ដងទៅសាច់ញាតិពេលមីងយកកាត់ខ្ញុំមិនក៏មិននិយាយថាជាសាច់ញាតិពេលលួចរបស់នៅផ្ទះវ៉ាន់ឈីងមិនក៏មិននិយាយថាជាសាច់ញាតិមកស៊ីនៅផ្ទះខ្ញុំហើយលួចរបស់ផ្ទះខ្ញុំទៀតខ្ញុំគ្រាន់តែខ្វះលុយចាយឯងរកវិធីខ្លួនឯងទៅយើងគ្មានកាត់ប្រកិច្ចជួយឯងទេគឺនាងទៀតហើយអ្នកទាំងអស់គ្នាស្គាល់គាត់មួយរយៈមុនរឿងក្តីនៅផ្ទះលីនវ៉ាន់ឈីងក៏ពួកយើងជាអ្នកទទួលដែរលើកនេះឯងមានអីត្រូវនិយាយទៀតមើលទៅលើកនេះមិនមែនមានតែខ្ញុំទេដែលមើលធ្លុះពីឯងវ៉ាន់ឈីងជួយនិយាយអង្វរឲ្យមីងផងមីងដឹងខុសហើយចាស់ទុំអស់ហើយអ្នកមីងគួរតែទទួលខុសត្រូវចំពោះទង្វើខ្លួនឯងហើយមិនដឹងថាលីវឆៅចិនចូលប៉ុស្តិ៍ប៉ូលីសប៉ុន្មានថ្ងៃអាចកែខ្លួនបានឬអត់ទេនាងគឺលីនវ៉ាន់ឈីងលោកជានរណានេះជាកូនប្រុសខ្ញុំម្សិលមិញនាងបង្ខំខ្ញុំដល់ថ្នាក់នឹងថ្ងៃនេះត្រូវតែមានការពន្យល់ម៉ាក់ខ្ញុំយប់មិញត្រឡប់ទៅវិញយំពេញមួយយប់គ្រួសារនាងនាំគ្នាធ្វើបាបមនុស្សចាស់ម្នាក់គិតថាគ្រួសារយើងគ្មានមនុស្សមែនទេនៅមាត់ទ្វារនិយាយមិនច្បាស់ទេចូលមកសិនមកស្មានតែលីនវ៉ាន់ឈីងនឹងធ្វើឲ្យរឿងធំនឹកស្មានមិនដល់ថាលីនវ៉ាន់ឈីងមិននិយាយស្ដីសំបីមួយម៉ាត់អញ្ចឹងពាក្យសម្ដីដែលខ្ញុំរៀបចំទុកតាំងពីដំបូងគិតយ៉ាងម៉េចទៅដាក់ទូរស័ព្ទចុះយ៉ាងម៉េចពួកឯងហ៊ានធ្វើខ្លាចគេថតមែនទេបើឯងនៅតែថតផ្ទះខ្ញុំទៀតខ្ញុំនឹងប្តឹងប៉ូលីសឥឡូវនេះចូលផ្ទះគេដោយគ្មានការអនុញ្ញាតបូករួមទាំងលួចថតវីដេអូឯងទៅបកស្រាយខ្លួនឯងទៅវ៉ាន់ឈីងគ្រូសានាងឥឡូវនិយាយស្ដីគួរឲ្យខ្លាចណាស់ថ្ងៃនេះខ្ញុំគ្រាន់តែចង់មកនិយាយរឿងឲ្យច្បាស់លាស់ពួកនាងដល់ថ្នាក់នឹងផងអ្នកមីងមិនមែនមកនិយាយរឿងឲ្យច្បាស់លាស់ទេអ្នកមីងមករករឿងគុំនិយាយវៀងឆ្ងាយពេកពួកឯងចង់ធ្វើអីនិយាយត្រង់មកអញ្ចឹងខ្ញុំនិយាយត្រង់ចុះម៉ាក់ខ្ញុំពិបាកណាស់ទម្រាំបានទៅនៅផ្ទះសាច់ញាតិគេពួកនាងបែរជាទៅញុះញង់បំបែកបំបាក់ហើយមួយរយៈមុនលុយ 15000 ដែលឲ្យពួកនាងក៏ត្រូវសងមកវិញដែរថែមទាំងធ្វើឲ្យម៉ាក់ខ្ញុំបាត់បង់មុខមាត់យ៉ាងធំនៅក្នុងគ្រប់ពួកនាងត្រូវតែសុំទោសគាត់រឿងដែលម៉ាក់ឯងធ្វើទាំងនេះមានមួយណាដែលគាត់មិនព្រមទទួលស្គាល់នៅចំពោះមុខគេយកអីខ្លះសងប៉ុន្មានសុទ្ធតែគាត់ជាអ្នកងក់ក្បាលយល់ព្រមខ្លួនឯងឥឡូវឯងរត់មកប្រាប់ខ្ញុំថាចង់បានលុយវិញខ្ញុំត្រូវនាងបង្ខំទេតើប្តីប្រពន្ធនាងយកប៉ូលីសមកសង្កត់សង្កិនខ្ញុំជាមនុស្សចាស់ម្នាក់អាចធ្វើអីបានខ្ញុំអាចមិនអន់ក្បាលបានទេខ្ញុំប្រាប់អ្នកចុះនោះមិនរាប់បញ្ចូលទេនេះជាការគំរាមកំហែងនិយាយចប់នៅនាងមានន័យថាម៉េចឯងកុំនិយាយច្រើនកុំគិតថាមានលុយបន្តិចបន្តួចអាចមកធ្វើបាបគេបែបនេះបាក់ទូលទូទៅពួកឯងចង់ធ្វើអីទៀតហើយលោកមិនមែនថាយើងគំរាមគាត់ទេអីអញ្ចឹងថ្ងៃនេះមើលម្ដងទៀតទៅមើលថាម៉ាក់លោកត្រូវគេគំរាមយ៉ាងម៉េច
លុយគឺគាត់សងខ្លួនឯងការសុំទោសក្នុងគ្រប់ក៏គាត់ជាអ្នកផ្ញើខ្លួនឯងដែរអញ្ចឹងម៉ាក់ខ្ញុំក៏មិនគួរដល់ថ្នាក់នឹងដែរថ្ងៃនេះបើនិយាយហេតុផលខ្ញុំនឹងនិយាយជាមួយអ្នកឲ្យចប់បើអ្នកមកលោឡាខ្ញុំក៏មិនក្រែងចិត្តអ្នកដែរគាត់ដោះខ្សែកមាសពីកូនស្រីខ្ញុំមិនមែនស្មៅនៅតាមផ្លូវទេគាត់លួចគឺជារបស់ក្នុងផ្ទះខ្ញុំមិនមែនជារបស់ផ្ទះគាត់ទេម្ខាងយកម្ខាងងាកមកវីគេវិញលោកប្រាប់ខ្ញុំថាមិនគួរដល់ថ្នាក់នឹងតែម្សិលមិញពួកនាងក៏ធ្វើបាបគាត់ដែរម៉ាក់ឯងលួចរបស់ត្រូវគេចាប់បានភ្លាមឥឡូវភុស្តាំងនៅទីនេះឯងនៅតែចេះថាពួកយើងធ្វើបាបគាត់ទៀតបើមិនអញ្ចឹងទេឯងទៅប្រាប់ប៉ូលីសដោយផ្ទាល់ទៅឯងគ្រាន់តែនិយាយថាម៉ាក់ឯងយកខ្សែក្មេងមិនចាត់ទុកថាលួចនិយាយថាគាត់សងលុយទទួលកំហុសមិនរាប់បញ្ចូលមើលថាប៉ូលីសជឿអត់ថ្ងៃនេះបើពិតជាលោឡាដល់ប៉ុស្តិ៍ប៉ូលីសមែនខ្ញុំមិនមែនត្រឹមតែខ្មាស់គេនោះទេកូនកុំលោឡាទៀតតោះយើងទៅឥឡូវស្ដាប់យល់ហើយមែនទេថ្ងៃក្រោយបើហ៊ានមកផ្ទះខ្ញុំម្ដងទៀតមិនមែនត្រឹមតែឲ្យអ្នកសងលុយងីបែបនេះទេភុស្តាំងនៅទីនោះសូម្បីតែចេះក៏ចេះលេងរួចដែរតោះទៅលើកនេះគួរតែអាចស្ងប់ស្ងាត់បានប៉ុន្មានថ្ងៃហើយមនុស្សបែបនេះបើមិនវាឲ្យឈឺទេមិនចេះចាំទេគាត់តែងតែគិតថានៅមានចំណេញអាចយកបានមិនខ្លាចគាត់ងាកមកលោឡាទៀតទេបើគាត់ពិតជាហ៊ានមកទៀតនោះមិនមែនជាលទ្ធផលថ្ងៃនេះទេលើកក្រោយមិនបាច់និយាយច្រើនជាមួយពួកគេទេប្តឹងប៉ូលីសតែម្ដងទៅយ៉ាងហោចណាស់ថ្ងៃនេះចាត់ទុកថានិយាយច្បាស់លាស់ហើយគ្រួសារមានគ្នា3នាក់នេះចាត់ទុកថាត្រូវគេសង្កត់ក្បាលហើយខ្ញុំត្រូវតែទៅរកមុខមាត់មកវិញឯងមិនដឹងទេខ្ញុំមានបំណងល្អចូលក្រុងទៅមើលថែសាច់ញាតិតែបែរជាត្រូវគេប្រមាថខ្សែកខ្សែកស្អីខ្ញុំមិនដឹងតតែសោះលីវ៉ាន់ឈីងឥឡូវមានលុយហើយមើលមកពួកយើងដូចសត្វល្អិតអញ្ចឹងអីយ៉ាឯងកុំពិបាកចិត្តអីបងស្រីរស់នៅទីក្រុងយ៉ាងម៉េចដែរឬថាវ៉ាន់ឈីងឥឡូវកាច់ណាស់សំបីតែសាច់ញាតិក៏ហ៊ានវីដែរនរណាថាឆៅចិនយំប្រាប់ខ្លួនឯងនាងថាមានបំណងល្អទៅជួយតែបែរជាវ៉ាន់ឈីងចាត់ទុកដូចចោលហើយដេញនាងចេញពីផ្ទះទៀតនិយាយផ្ដេសផ្ដាសនាងលួចរបស់សំបីតែខ្សែក្រក្មេងក៏ហ៊ានដោះដែរបងស្រីឯងកុំនិយាយជួយកូនស្រីពេកឆៅចិនយំឡើងបែបនឹងហើយនៅខ្លាំងខ្លាយទៀតមានគេតែមកទៀតហើយសាច់ញាតិនៅស្រុកកំណើតមួយរសៀលនេះសួរខ្ញុំរហូតថាតើត្រូវឯងធ្វើបាបឬអត់លីវឆៅចិននេះពិតជាចង់បំផ្លាញកេរ្តិ៍ឈ្មោះឯងនៅស្រុកកំណើតមែននាងពិតជាមិនឃើញឈូសមិនស្រក់ទឹកភ្នែកមែនវ៉ាន់ឈីងស្រុកកំណើតមិនដូចខាងក្រៅទេអ្នកនៅទីនោះចូលចិត្តនិយាយដាំគេណាស់បើបណ្ដោយឲ្យនាងនិយាយទៀតថ្ងៃក្រោយអ្នកដទៃមើលមកឯងយ៉ាងម៉េចអូនរៀបចំផ្ញើលើមែនទេនាងមិនចូលចិត្តយំទេអីអញ្ចឹងឲ្យនាងយំឲ្យឆ្អែតទៅខ្ញុំនិយាយ10ម៉ាត់មិនស្មើឲ្យពួកគាត់មើលខ្លួនឯងម្ដងទេម៉េចក៏មានវីដេអូច្រើនម្លេះនេះមិនមែននាងចូលបន្ទប់ក្មេងយករបស់ទេអីនាងពិតជាដោះខ្សែក៏ក្មេងមែននេះគួរឲ្យខ្មាស់គេពេកហើយនៅមានការទិញទំនិញនិងប្រអប់កាដូទៀតម្សិលមិញនាងនៅតែមកខ្ញុំថាខ្លួនឯងត្រូវគេទម្លាក់កំហុសម៉ាក់មើលចុះមនុស្សអំបញ្ញមិញបដូរសម្ដីភ្លាមតែម្ដងលើកនេះនាងនៅស្រុកកំណើតក៏សម្ដែងលែងចេញដែរមិនមែនអញ្ចឹងទេគឺពួកវាចង់កាត់ទេពួកឯងកុំជឿវាឯងដល់ថ្នាក់នេះហើយនៅរឹងទៀតឆៅចិនលើកនេះឯងពិតជាអស់មុខមែនហើយនរណាទាត់ខ្ញុំចេញនរណាទាត់ខ្ញុំចេញគឺពួកទាត់ឯងនៅគិតថាខ្មាស់គេមិនទាន់គ្រប់មែនទេឥឡូវពួកឯងបន្ទោសខ្ញុំជាម៉ាក់ឯងណាបើម៉ាក់មិនមែនជាម៉ាក់ខ្ញុំទេខ្ញុំខ្ជិលខ្វល់ពីម៉ាក់យូរហើយគេទម្លាក់ភុស្តាងចូលក្នុងគ្រប់អស់ហើយម៉ាក់ឯងនៅលោឡាអីទៀតម៉ាក់ឯងគិតថាគ្រួសារយើងមិនទាន់ខ្មាស់គេគ្រប់គ្រាន់ទេមែនទេពេលនេះចាត់ទុកថានិយាយច្បាស់លាស់ហើយនាងមិនមែនចង់ត្រឡប់ទៅស្រុកកំណើតដើម្បីរកមុខមាត់ទេអីឥឡូវល្អហើយខ្មាស់គេនៅទីក្រុងម្ដងខ្មាស់គេនៅស្រុកកំណើតម្ដងទៀតនាងពូកែយកទឹកភ្នែកនិងមនោសញ្ចេតនាគ្រួសារមកបោកប្រាស់គេបំផុតលើកនេះចាត់ទុកថាហែកមុខខ្លួនឯងខ្ទេចអស់ហើយថ្ងៃក្រោយបើនាងចង់យកវាធ្វើជាលេសទៀតត្រូវមើលសិនថាមានអ្នកជឿអត់លើកនេះលីវឆៅចិនមិនអាចងើបមុខរួចទៀតទេអ្វីដែលនាងពូកែបំផុតគឺធ្វើខ្លួនជាជនរងគ្រោះនាងពឹងផ្អែកលើមនោសញ្ចេតនានិងការអាណិតអាសូរពីសាច់ញាតិតែពេលនេះការពិតត្រូវបានលាតត្រដាងអស់ហើយវាមិនមែនជារឿងដែលនាងយំ2ឬ3ដងអាចបិទបាំងបានទៀតទេក្រណាត់បិទបាំងភាពអាម៉ាស់ដែលនាងប្រើទឹកភ្នែកបង្កើតឡើងត្រូវបានហែកចេញយ៉ាងស្អាតវ៉ាន់ឈីងលើកនេះម៉ាក់វង្វេងហើយកន្លងផុតទៅហើយមិនមែនកន្លងផុតទៅហើយក៏ហួសទៅនោះទេ
គឺម៉ាក់មិនជឿឯងតាំងពីដំបូងពេលឯងប្រាប់ម៉ាក់ថាលីវឆាវចិនលួចអីវ៉ាន់ក្នុងចិត្តម៉ាក់នៅតែគិតថាឯងមើលច្រមឬអត់យកច្រមឬអត់ម៉ាក់តែងតែគិតថាជាសាច់ញាតិនឹងគ្នាទោះកាត់សាច់ក៏នៅជាប់សរសៃទោះយ៉ាងណាក៏មិនដល់ថ្នាក់ធ្វើរឿងបែបហ្នឹងដែរចុះលទ្ធផលវិញនាងស្ទើរតែរើអីវ៉ាន់ក្នុងផ្ទះយើងអស់ទៅហើយម៉ាក់ញ៉ាំប៉ោមមួយដុំទៅពេលនោះម៉ាក់ថែមទាំងជួយនិយាយការពារនាងទៀតឥឡូវគិតទៅម៉ាក់ពិតជាចាស់វង្វេងមែនបើឯងមិនបានដាក់កាមេរ៉ាសុវត្ថិភាពទេម៉ាក់ច្បាស់ជានៅតែត្រូវគេបិទភ្នែកមិនខាននាងដើរនិយាយដើមឯងនៅខាងក្រៅយ៉ាងម៉េចខ្លះម៉ាក់ក៏មិនដឹងថាត្រូវតបវិញយ៉ាងម៉េចដែរម៉ាក់កុំបន្ទោសខ្លួនឯងអីមនុស្សបែបហ្នឹងនរណាក៏មើលច្រឡំដែរគឺជាកំហុសរបស់ម៉ាក់គឺម៉ាក់តែងតែគិតថាសាច់ញាតិអាចទុកចិត្តបានជាងអ្នកក្រៅស្ទើរតែធ្វើឲ្យគ្រួសារទាំងមូលច្របូកច្របល់ទៅហើយឯងមើលសាច់ញាតិទាំងនោះទេមកសុទ្ធតែនិយាយថាឯងខុសបើឯងគ្មានភស្តុតាងទេមួយជីវិតនេះម៉ាក់ច្បាស់ជាបកស្រាយមិនច្បាស់ទេម៉ាក់ត្រូវចាំថាសាច់ញាតិមិនមែនថាមិនអាចជួយបានទេតែមិនមែនគ្រប់គ្នាសុទ្ធតែស័ក្តិសមយកមនោសញ្ចេតនាគ្រួសារធ្វើជាលេសនោះទេលីវឆាវចិនតាំងពីដំបូងគឺមកកេងចំណេញពីម៉ាក់ធ្វើល្អដាក់នាងគិតថាម៉ាក់ល្ងងមនុស្សបែបនេះឆាប់មើលធ្លុះឆាប់ល្អថ្ងៃក្រោយម៉ាក់លេងចិត្តទុនផ្ដេសផ្ដាស់ទៀតហើយគួរជួលអ្នកណាក៏ជួលអ្នកនឹងមិនអាចដោយសារតែខ្លាចប៉ះពាល់មនោសញ្ចេតនាចេះតែនាំអ្នកណាមកផ្ទះទៀតទេឲ្យតែម៉ាក់អាចគិតយល់គឺបានហើយមនោសញ្ចេតនារបស់បែបនេះត្រូវទុកសម្រាប់អ្នកដែលចេះគោរពច្បាប់ទម្លាប់អ្នកដែលមិនចេះគោរពច្បាប់ទម្លាប់ទោះម៉ាក់ឲ្យមនោសញ្ចេតនាច្រើនប៉ុណ្ណាក៏នាងគិតថាវាជារឿងដែលគួរតែបានដែរឯងនិយាយត្រូវពីមុនម៉ាក់តែងតែគិតថាហែកមុខគ្នាមិនល្អមើលទេតែមនុស្សខ្លះបើឯងមិនហែកមុខនាងទេនាងនឹងចេះតែជន់កែងរហូតម៉ាក់និយាយត្រូវចំណុចហើយលីវឆាវចិនខ្លាចគេហែកកេតបំផុតព្រោះមុខមាត់គាត់បានមកពីសាច់ញាតិទេបើម៉ាក់យកភស្តុតាងដាក់លើតុគាត់ច្បាស់ជាកាំងមិនខានវ៉ាន់ឈីងកូនថាថ្ងៃក្រោយគាត់នឹងមករករឿងទៀតទេរកមិនបានទេភស្តុតាងនៅទីនេះខាងស្រុកកំណើតក៏ដឹងការពិតដែរបើគាត់មករករឿងទៀតគឺរកស៊ុយខ្លួនឯងហើយតែគាត់ច្បាស់ជាមិនអស់ចិត្តទេគាត់ជាមនុស្សដែលបានស៊ីហើយចង់ស៊ីទៀតចុះគិតយ៉ាងម៉េចទ្វារបិទហើយគាត់ចូលមិនរួចទេបើគាត់ហ៊ានមកទៀតម៉ាក់ឲ្យសន្តិសុខគាត់មិនខ្លាចខ្មាស់គេម៉ាក់ខ្លាចអីម៉ាក់ថ្ងៃក្រោយយាយអាក្រក់នោះមិនមកទៀតទេមែនទេមិនមកទៀតទេម៉ាក់សន្យាមកម៉ាក់សន្យាអញ្ចឹងល្អហើយលើកមុនគាត់ប៉ះខ្សែកូនមិនចូលចិត្តគាត់ទេដែលគាត់ត្រជាក់ណាស់ថ្ងៃក្រោយគ្មានអ្នកណាអាចប៉ះរបស់កូនផ្ដេសផ្ដាស់ទៀតទេប៉ាក៏ត្រូវជួយមើលកូនដែរប៉ាជួយមើលបើអ្នកណាហ៊ានប៉ះរបស់កូនប៉ាមិនព្រមជាដាច់ខាតលើកនេះខ្ញុំបិទទ្វារចិត្តឈឹងហើយដកមនុស្សដែលតោងទាមចេញអស់ហើយអ្នកដែលចង់ឡើងមកគឺនៅក្រៅទ្វារទាំងអស់លើកនេះបងត្រូវតែការពារគ្រួសារនេះឲ្យបានមិនឲ្យអ្នកណាមកបំផ្លាញទេគួរឲ្យធុញណាស់លុបចោលទៅទុកគ្រប់នឹងធ្វើអីក៏មិនមែនជាគ្រប់សំខាន់អីដែរធម្មតាក៏គ្មានអ្នកណានិយាយការងារក្នុងនឹងដែរឥឡូវល្អហើយអ្នកណាគួរចេញក៏ចេញទៅអញ្ចឹងកុំមើលអីមនុស្សពួកនោះមិនសមឲ្យអូនខាត់ពេល1នាទីទេបងថាលីវឆាវចិនឥឡូវនៅស្រុកកំណើតយ៉ាងម៉េចហើយអូននៅតែគិតពីគាត់ទៀតមិនមែនគិតពីគាត់ទេគ្រាន់តែមនុស្សខ្លះបើយើងល្អដាក់គេមិនដឹងគុណទេដូច្នេះចិត្តល្អត្រូវមានថ្មិញអត់ធ្មត់ត្រូវមានព្រំដែនពីមុនអូនចិត្តទន់ពេកតែមនុស្សដូចលីវឆាវចិនអូនថយមួយជំហានគាត់នឹងរលមួយជំហានអូនមិនមែនកំពុងជួយគាត់ទេគឺកំពុងបំពន់ភាពលោភលន់របស់គាត់ពីមុនតែងតែគិតថាហែកកេតគ្នាវាខ្មាស់គេឥឡូវទើបដឹងថាការហែកកេតពិតប្រាកដគឺដឹងច្បាស់ថាគេគ្មានសីលធម៌ហើយនៅយកការអត់ធ្មត់ធ្វើជាមុខមាត់ទៀតល្អណាស់គ្រូសាត្រឡប់មកសភាពដើមវិញហើយគ្មានរឿងញញែកទៀតទេអ្វីកំពុងតែល្អប្រសើរឡើងគេងទៅថ្ងៃស្អែកត្រូវទៅធ្វើការទៀតឯងថានរណាអ្នកណាមានគំនិតអាក្រក់ខ្ញុំថាម្នាក់នឹងហើយម៉េចខ្លាចខ្លួនឯងមែនដើរឲ្យស្រួលណាលើកក្រោយមកទៀតមែនហើយអំបិលមួយកញ្ចប់ដែលឯងទិញនឹង2រៀលកន្លះឯងឲ្យ3រៀលមិនទាន់អាប់លុយឲ្យឯងផងកូនប្រុសម៉ែមកវិញហើយចេញទៅធ្វើឲ្យគេខ្មាស់ទៀតហើយម៉ែគ្រាន់តែទៅទិញអំបិលមួយកញ្ចប់តើម៉ែឯងទិញអំបិលដល់តូបលក់អីវ៉ាន់ទុកឲ្យថៅកែស្រីនិយាយស្ដីឲ្យនៅមុខអ្នកភូមិទាំងអស់ម៉ែឯងដឹងទេអំបញ្ញមិញមានមនុស្សប៉ុន្មានអ្នកទេមកសើចចំអោយខ្ញុំកូនប្រុសតាចាំងទេមកហាប់មាត់ឡើងនិយាយមួយម៉ាត់ថាម៉ែឯងទៅតូបលក់អីវ៉ាន់ធ្វើឲ្យគេខ្មាស់ទៀតហើយម៉ែឯងគិតមើលថាមុខខ្ញុំយកទៅទុកឯណានោះមិនមែនម៉ែឯងស្អីមិនមែនម៉ែឯងលួចឬក៏ចង់និយាយថាមិនមែនម៉ែឯងដោះខ្សែកម៉ែតើម៉ែឯងចង់រករឿងដល់ពេលណាទៀតគ្រូសាយើងមានមុខមាត់តែបន្តិចបន្តួចត្រូវម៉ែឯងធ្វើឲ្យខ្មាស់គេអស់ហើយតែចង់ម៉ែជាម៉ែឯងនិយាយជាមួយម៉ែបែបនេះហ៎ខ្ញុំដោយសារតែម៉ែឯងជាម៉ែខ្ញុំទើបខ្ញុំទ្រាំដល់ពេលនេះបើមិនមែនម៉ែឯងរពើដៃចូលរួមពិធីជាយីសង្កេ 15000
បើមិនមែនម៉ែឯងមិនអស់ចិត្តដើរនិយាយផ្ដេសផ្ដាសឥឡូវជាយីក្នុងភូមិឃើញខ្ញុំយកតែរឿងនេះមកសើចចំអកខ្ញុំចេញក្រៅងើបមុខមិនរួចទេម៉ែមិនមែនវង្វេងមួយពេលទេអីម៉ែឯងនោះមិនមែនវង្វេងទេម៉ែឯងនោះគឺលោភលន់ហើយនៅចង់ឲ្យមួយគ្រួសាររ៉ាប់រងជំនួសម៉ែឯងទៀតឆាវយៀនឯងនិយាយឲ្យតិចទៅខ្ញុំនិយាយឲ្យតិចម៉ែឯងលួចរបស់ផ្ទះគេត្រូវគេចាប់បានរួចក៏ត្រឡប់មកវិញទាំងអាម៉ាស់ត្រឡប់មកវិញក៏ហីទៅចុះម៉ែឯងនៅតែទៅយំប្រាប់គេគ្រប់កន្លែងថាគេធ្វើបាបម៉ែឯងលទ្ធផលយ៉ាងម៉េចគេបញ្ជូនភស្តុតាងចូលក្នុងគ្រប់ធ្វើឲ្យពួកយើងត្រូវគេនិយាយដាំដែរម្សិលមួយថ្ងៃខ្ញុំទៅផ្សារនៅទីប្រជុំជនមានគេចំណាំខ្ញុំបានសួរខ្ញុំពីរឿងម៉ែឯងចំមុខម៉ែឯងគិតមើលថាថ្ងៃក្រោយខ្ញុំធ្វើមនុស្សយ៉ាងម៉េចឥឡូវម៉ែឯងត្រឡប់មកវិញដឹងថាខ្មាស់គេហើយពេលលួចរបស់គេមិនក៏មិនគិតពេលម៉ែឯងដោះខ្សែក្មេងគេមិនក៏មិនគិតក្មេងនោះទើបតែអាយុប៉ុន្មានឆ្នាំម៉ែឯងដាច់ចិត្តធ្វើទៅរួចម៉ែមិនបានគិតច្រើនដល់ថ្នាក់ហ្នឹងទេមិនបានគិតច្រើនដល់ថ្នាក់ហ្នឹងម៉ែឯងគ្រាន់តែគិតថាយករបស់គេជារឿងត្រឹមត្រូវម៉ែឯងគិតថាគេមានលុយគួរតែឲ្យម៉ែឯងគិតថាសាច់ញាតិគឺទុកឲ្យម៉ែឯងកេងចំណេញឥឡូវល្អហើយកេងចំណេញមិនបានថែមទាំងទីងមួយគ្រួសារចូលទៀតបានហើយនិយាយឲ្យតិចទៅបងឯងកុំមកសម្របសម្រួលបើម៉ែមិនកើតទេថ្ងៃក្រោយគ្រួសារយើងរស់នៅមិនកើតទេខ្ញុំនិយាយអាក្រក់ទុកមុនបើដោយសាររឿងនេះខ្ញុំចេញក្រៅងើបមុខមិនរួចទេយើងទាំងពីរក៏មិនបាច់រស់នៅជាមួយគ្នាដែរម៉ែឯងយកអីហ្នឹងម៉ែចង់ធ្វើស៊ុបពងមាន់ទុកឲ្យខ្ញុំអ្នកធ្វើម៉ែឯងសម្រាកសិនទៅចៅសម្លាញ់កុំយំមកញ៉ាំនំកុំកំរើកកូនចង់ញ៉ាំអីខ្ញុំនឹងឲ្យងាកក្រោយបាត់របស់ទៀតហើយនិយាយមិនស្ដាប់សោះតាមពិតគេការពីខ្ញុំគឺមានអារម្មណ៍បែបនេះសោះពីមុនខ្ញុំលួចយករបស់គេគិតថាគ្មានបញ្ហាអីទេតែការពិតបញ្ជាក់ថាខ្ញុំខុសហើយនេះគឺខ្ញុំធ្វើខ្លួនឯងទទួលខ្លួនឯងមើលគាត់ធ្វើរឿងល្អចុះឥឡូវធ្វើខ្លួនឯងទទួលកម្មទៅត្រូវហើយរឿងខ្លួនឯងធ្វើខ្លួនឯងទទួលម៉ែថ្ងៃក្រោយម៉ែឯងកុំចេញក្រៅទៀតខ្មាស់គេណាស់ម៉ែមិនបានចេញទៅណាទេមិនចេញទៅណាល្អបំផុតម៉ែឯងចេញទៅក្រៅឲ្យតែគេសួរម៉ែឯងឆ្លើយថាម៉េចថាទៅជួយគេនៅទីក្រុងតែលួចរបស់គេត្រូវគេដេញមកវិញតាជួងម៉ែដឹងខុសហើយដឹងខុសមានប្រយោជន៍អីគេគ្រាន់តែនិយាយពីផ្ទះយើងគេគិតថាម៉ែឯងលួចរបស់គេម៉ែឯងនិយាយមួយម៉ាត់ថាដឹងខុសរឿងនេះវាចប់ហើយមែនទេម៉ែឯងមួយជីវិតនេះពូកែយកមុខយកមាត់ញាតិសន្តានណាស់ឥឡូវល្អហើយសាច់ញាតិក៏គ្មានមុខមាត់ក៏គ្មានចំណេញក៏មិនបានម៉ែឯងចង់បានអីសុទ្ធតែកំហុសម៉ែនឹងរកវិធីបើនៅស្រុកកំណើតទៅជាបែបនេះហើយគួរតែរកវិធីផ្សះផ្សាទំនាក់ទំនងជាមួយវ៉ាន់ឈីងវិញឲ្យតែខាងវ៉ាន់ឈីងធូរស្រាលបន្តិចទោះមិនស្និទ្ធស្នាលក៏ប្រសើរជាងឥឡូវដែលកាប់ដាច់ទាំងសងខាងដែរគ្រួសារវ៉ាន់ឈីងលក្ខខណ្ឌល្អម្លេះច្បាស់ជាមិនធ្វើរឿងដាច់អាឡ័យពេកទេវ៉ាន់ឈីងដឹងខុសហើយយើងកាត់សាច់នៅជាប់សរសៃគ្រាន់តែមកទទួលកំហុសសុំឲ្យក្មួយអភ័យទោសអ្នកមីងមកធ្វើអីទៀតមកមើលបងស្រីជីដូនមួយហើយក៏មកសុំទោសវ៉ាន់ឈីងដែរអ្នកមីងចាំសិនខ្ញុំទៅសួរគាត់សិនអ្នកនាងលីនសាច់ញាតិឆ្ងាយរបស់អ្នកនាងមកទៀតហើយមិនជួបទេឲ្យគាត់ទៅវិញទៅគេមិនជួបអ្នកមីងទេអ្នកមីងទៅវិញទៅគេមិនជួបខ្ញុំនឹងចាំនៅទីនេះកុំមកបិទទ្វារខ្ញុំជាយាយចាស់ម្នាក់មកពីឆ្ងាយមកសុំទោសពិតមែនតែនាងសំបីតែមុខខ្ញុំក៏មិនព្រមជួបផងតើឲ្យខ្ញុំធ្វើម៉េចទៅខ្ញុំនឹងរងចាំនៅទីនេះមិនជួបទេឲ្យគាត់ទៅវិញទៅមកទៀតហើយលើកនេះឆ្លាតជាងមុនមិនលោឡាទេបែរជាមកអង្គុយធ្វើគួរឲ្យអាណិតនៅមុខទ្វារតោះខ្ញុំកំដរអូនចុះទៅវ៉ាន់ឈីងថ្ងៃនេះមិនមែនមករករឿងទេគឺគ្រាន់តែចង់មកមើលម្ដាយឯងហើយក៏ចង់និយាយពាក្យសុំទោសឯងដែរយករបស់ទាំងនេះទៅវិញទៅសុទ្ធតែជារបស់យកមកពីស្រុកកំណើតមិនមានតម្លៃអីទេគ្រាន់តែជាទឹកចិត្តតើពីមុនម្ដាយឯងមិនចូលចិត្តញ៉ាំរបស់ទាំងនេះទេអីស្ដាប់មិនយល់ទេអីសៀវចិនតាំងពីត្រឡប់ទៅវិញដេកមិនលក់រាល់ថ្ងៃគិតកាន់តែច្រើនកាន់តែស្ដាយក្រោយថ្ងៃនេះមកគឺចង់សុំទោសចង់សម្របសម្រួលជាមួយក្មួយសម្របសម្រួលលួចរបស់ផ្ទះខ្ញុំដោះខ្សែកូនស្រីខ្ញុំបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំនាំកូនប្រុសមករករឿងដល់ផ្ទះត្រឡប់ទៅស្រុកកំណើតវិញនៅតែបន្តនិយាយដាំខ្ញុំឥឡូវរត់មកប្រាប់ខ្ញុំថាសម្របសម្រួលដឹងថាឯងខឹងតែពួកយើងនៅតែជាសាច់ញាតិទោះយ៉ាងណាក៏ជារបស់ឯងមិនអាចមិនរាប់អានមួយជីវិតនោះទេមែនទេមានរឿងអីនិយាយត្រង់មកតើមកធ្វើអីឲ្យប្រាកដក៏គ្មានរឿងធំដុំអីដែរគឺប្រពន្ធប្អូនជីដូនមួយឯងថ្មីនេះចង់រកការងារស្រាវធ្វើឯងស្គាល់គេច្រើនជួយណែនាំបន្តិចទៅហើយនៅមានចៅប្រុសឆ្នាំក្រោយក៏ត្រូវចូលរៀនដែរសាលានៅទីក្រុងលក្ខខណ្ឌល្អបើឯងអាចជួយសួរនាំ
គិតបានល្អមែនអ៊ំក៏មិនមែនឲ្យឯងជួយទេដែរបើទំនាក់ទំនងពួកយើងអាចធូរស្រាលថ្ងៃក្រោយគ្រប់គ្រាន់ហើយថ្ងៃនេះអ៊ំយូអីវ៉ាន់ពីថងនេះមកមិនមែនមកសុំទោសទេគឺមកសាកល្បងមើលថាតើអាចកេងចំណេញពីខ្ញុំបានទៀតឬអត់អ៊ំមិនមានទេអ៊ំមានមនុស្សដូចអ៊ំមិនដែលដឹងខុសទើបអន់ក្បាលទេអ៊ំគ្រាន់តែដឹងថារករឿងលេងបានទើបចង់បដូរវិធីបន្តចូលមកចិត្តចាប់ពីពេលដែលអ៊ំលួចរបស់ផ្ទះខ្ញុំមករវាងពួកយើងគឺគ្មានសាច់ញាតិទៀតទេថ្ងៃក្រោយចៅអ៊ំចូលរៀនឬក៏ផ្ទះខ្វះលុយសុទ្ធតែគ្មានពាក់ព័ន្ធនឹងខ្ញុំសំបីបន្តិចបើអ៊ំនៅតែកាន់អីវ៉ាន់មកដល់ផ្ទះម្ដងទៀតខ្ញុំនឹងឲ្យសន្តិសុខប្តឹងប៉ូលីសតែម្ដងបើអ៊ំបំផ្លាញកេរ្តិ៍ឈ្មោះខ្ញុំនៅខាងក្រៅមួយម៉ាត់កាមេរ៉ាសុវត្ថិភាពនិងសំឡេងថតនៅក្នុងដៃខ្ញុំនឹងមិនត្រឹមតែចែកចាយក្នុងគ្រប់សាច់ញាតិទេវ៉ាន់ឈីងអ៊ំស្ដាប់យល់ហើយក៏ទៅកុំបង្ខំឲ្យខ្ញុំប្តឹងប៉ូលីសឥឡូវនេះខ្មាស់គេណាស់លើកនេះវ៉ាន់ឈីងគឺកាត់ផ្ដាច់ជាមួយខ្ញុំដាច់ស្រឡះហើយពីមុនខ្ញុំតែងតែគិតថារវាងសាច់ញាតិអាចទ្រាំបានក៏ទ្រាំទៅឥឡូវនេះទើបតែដឹងថាមនុស្សខ្លះមិនមែនយើងចេះតែទ្រាំគេនឹងឈប់នោះទេយើងកាន់តែទ្រាំគេកាន់តែគិតថាយើងងាយនឹងរំលោភបំពានដូច្នេះថ្ងៃក្រោយមិនបាច់ទ្រាំទៀតទេទ្វារបិទហើយបើគាត់មកទៀតសន្តិសុខនឹងខាត់បើគាត់នៅតែរករឿងយើងនឹងប្តឹងប៉ូលីសចុះបើគាត់ទេទៅអ្នកស្រុកកំណើតហើយនិយាយផ្ដេសផ្ដាស់ទៀតនោះម៉ាក់មិនបានមើលគ្រប់ទេអីឥឡូវអ្នកស្រុកកំណើតមានអ្នកណាជឿគាត់ទៀតវីដេអូក៏មានសម្លេងគាត់សារភាពកំហុសក៏មានបើគាត់នៅតែនិយាយទៀតគេមានតែគិតថាគាត់មកក្រាស់នឹងហើយលើកនេះសំណាងហើយដែលកូនទុកកាមេរ៉ាសុវត្ថិភាពបើមិនអញ្ចឹងទេគ្រួសារយើងច្បាស់ជាលៀងខ្លួនមិនជ្រះទេមិនមែនរឿងកាមេរ៉ាសុវត្ថិភាពទេគឺមកពីមុនយើងទុកចិត្តសាច់ញាតិពេកតែងតែគិតថាសាច់ញាតិជាមនុស្សខ្លួនឯងមិនធ្វើបាបយើងទេតែតាមពិតអ្នកដែលធ្វើបាបយើងខ្លាំងបំផុតច្រើនតែជាមនុស្សទាំងនោះម៉ាក់លោកយាយអាក្រក់ថ្ងៃក្រោយនឹងមកទៀតទេមិនមកទេមកក៏ចូលមិនរួចដែរអឹមមិនបើកទ្វារឲ្យគាត់ទេជីវិតកាន់តែប្រសើរឡើងមានគ្រួសារនៅក្បែរមនុស្សនិងរឿងរ៉ាវទាំងនោះទីបំផុតត្រូវបានរារាំងនៅក្រៅទ្វារក្រោយរឿងនេះខ្ញុំក៏កាន់តែច្បាស់ដែរភាពសប្បុរសអាចមានចិត្តទន់មិនចាំបាច់មានទេមនោសញ្ចេតនាគ្រួសារអាចទទួលស្គាល់តែព្រំដែនមិនអាចបាត់បង់ឡើយទ្វារត្រូវទុកសម្រាប់អ្នកដែលស័ក្តិសមគិតអីហ្នឹងគ្មានអីទេគ្រាន់តែគិតថាជីវិតបែបនេះល្អណាស់គឺល្អមែនម៉ាក់មើលខ្ញុំគូអីគេអឹមគូអីគេហ្នឹងមិនក៏គ្មានលោកយាយនៅក្នុងបន្ទប់ខាងក្រៅរងាក្មេងនេះកាត់តាមអូនរឿងរ៉ាវស្មុគស្មាញទាំងនោះកន្លងផុតទៅក៏ឲ្យវាផុតទៅចុះជីវិតនៅតែត្រូវដើរទៅមុខហើយខ្ញុំក៏បានរៀនពីរបៀបបិទទ្វារឲ្យបានល្អហើយ